សេចក្តីសង្ខេបសកលតម្លៃទំនិញឡើងថ្លៃនៅថៃបន្ទាប់ពីវិបត្តិសង្គ្រាមមជ្ឈមណ្ឌលមួយទស្សនវិជ្ជាទូទៅនៅក្នុងប្រទេសថៃតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃចាប់ផ្ដើមកើនឡើងយ៉ាងច្បាស់បន្ទាប់ពីវិបត្តិសង្គ្រាមនៅមជ្ឈមបូព៌ាបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលពីប្រេងដូងដល់ទឹកដបដល់អាហារនាំឲ្យសេវាកម្មតម្លៃកំពុងកើនឡើងជាលំដាប់2ដូងសញ្ញាដំបូងនៃវិបត្តិតម្លៃប្រេងដូងដប1លីត្រកើនឡើង 17% ឡើងដល់ប្រហែល53បាត 1.62 លានដុល្លារមូលហេតុថ្លៃដើមដឹកជញ្ជូនកើនប្រេងដូងត្រូវបំលែងទៅជាឥន្ធនៈជីវសាស្ត្រការកាត់បន្ថយការផ្គត់ផ្គង់សម្រាប់ចម្អិនអាហារ3ទឹកដបនិងទំនិញទៀបតម្លៃកើនឡើងថ្លៃទឹកដប500មីលីលីត្រកើនឡើងមក20ទៅ25បាតអាហារសម្រន់5បាតចាប់ផ្ដើមបាត់ពីទីផ្សារនេះបង្ហាញថាសូម្បីតែទំនិញថោកបំផុតក៏មិនអាចរក្សាតម្លៃបានទៀត4ក្រុមហ៊ុនធំៗព្រមមានឡើងថ្លៃក្រុមហ៊ុនដូចជា Unilever, Nestle, Sahab, Hanabiba បានប្រមានថាតម្លៃនឹងកើនឡើងបន្ថែមចាប់ពីខែមេសមូលហេតុថ្លៃវត្ថុធាតុដើមថ្លៃដឹកជញ្ជូនវិបត្តិថាមពល5មូលហេតុស្នូលវិបត្តិប្រេងឥន្ធនៈបញ្ហាចាប់ផ្ដើមពីការបិទច្រកសមុទ្រ Hormuz ជម្លោះរវាងសហរដ្ឋអាមេរិកបូកនឹងអ៊ីស្រាអែលនិងអ៊ីរ៉ង់ផលប៉ះពាល់តម្លៃប្រេងលើស$100ក្នុង1បារ៉ែលថ្លៃថាមពលឡើងយ៉ាងលឿនប្រទេសថៃនាំចូលប្រេងប្រហែលពាក់កណ្ដាលពីតំបន់នេះ6វិបត្តិប្រេងក្នុងស្រុករដ្ឋាភិបាលបានកំណត់តម្លៃម៉ាស៊ូតប្រើមូលធិឧបត្ថម្ភបញ្ហាខាតបង់ធំជាង1000លានបាតក្នុងមួយថ្ងៃមូលនិធិពិសេសលើសនាំទៅខាតធ្ងន់ចុងក្រោយត្រូវបង្ខំឡើងថ្លៃប្រេង7ភាពភ័យស្លន់ស្លោនិងខ្វះប្រេងប្រជាជនទិញប្រេងច្រើនការប្រើប្រាស់ឡើងពី60ទៅ84លានលីត្រក្នុងមួយថ្ងៃនៅខេត្តដូចជាប្រែឈៀងម៉ៃឈៀងរ៉ៃមានការខ្វះប្រេងនិងកំណត់ការលក់ការឆ្លើយតបរដ្ឋាភិបាលនាំចូលប្រេងពីអង់ហូឡានិងអាមេរិកតចាជាមួយរុស្ស៊ីគ្រប់គ្រងតម្លៃទំនិញសំខាន់ក្រុមហ៊ុនធំយល់ព្រមរក្សាតម្លៃបណ្ដោះអាសន្ន9ផលប៉ះពាល់ទៅវិស័យផ្សេងអាកាសចរក្រុមហ៊ុន Thai Airways ឡើងថ្លៃសម្បត្តិ10ទៅ15%ផលិតកម្មកើនថ្លៃផលិតកាត់បន្ថយផលិតផលថោក10វិបត្តិពង្រីកទូទាំងអាស៊ីអាគ្នេយ៍ហ្វីលីពីនប្រេងធំជាង114ពេសូក្នុង1លីត្រវៀតណាមប្រេងឡើង37%កាសចំអិនអាហារឡើងខ្លាំងម៉ាឡេស៊ីរដ្ឋចំណាយថវិកាធំសម្រាប់ឧបត្ថម្ភប្រេងម៉ាឡេស៊ីឡើងជិត50%សង្ហបុរីតម្លៃប្រេងឡើងជិត20% 11ហានិភ័យអតិផរណាសកលអង្គការ U10 Nation ប្រមានថាអតិផរណាអាស៊ីអាចកើនឡើងដល់ 4.6% នៅឆ្នាំ2026មូលហេតុថ្លៃដឹកជញ្ជូនថ្លៃផលិតថ្លៃអាហារសេចក្តីសន្និដ្ឋានវិបត្តិនេះបង្ហាញថាពីប្រេងឥន្ធនៈទៅដឹកជញ្ជូនទៅផលិតកម្មទៅទំនិញប្រើប្រាស់ចុងក្រោយប៉ះពាល់ដល់ជីវភាពប្រជាជនទាំងមូលសារៈសំខាន់ពិភពលោកពឹងផ្អែកគ្នាវិបត្តិមួយអាចប៉ះពាល់ទាំងតំបន់អាស៊ីអាគ្នេយ៍កំពុងជួបសម្ពាធធ្ងន់ផ្ទះសំណាក់ DV អង្គរវិឡាខេត្តសៀមរាបបន្ទប់ម៉ាស៊ីនត្រជាក់ទឹកក្តៅទឹកត្រជាក់ស្អាតសុវត្ថិភាពផាសុកភាពតម្លៃសមរម្យមានទីកន្លែងចតឡានទីតាំងខាងកើតភ្លើងស្តុបសារមន្ទីរជាតិអង្គរ100ម៉ែត្រនៅជាប់ផ្លូវទៅអង្គរទំនាក់ទំនង Telegram 012 24 9466 010 24 9475 097 66 23 232យានដ្ឋាន DV អូតូខេត្តសៀមរាបមានជួសជុលរថយន្តគ្រប់ប្រភេទជួសជុលម៉ាស៊ីនគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងប្តូរប្រេងម៉ាស៊ីននិងលក់គ្រឿងបន្លាស់ឥឡូវនេះមានការពិនិត្យជើងក្រោមឆែកម៉ាស៊ីននិងពិភាក្សាពិគ្រោះផ្ដល់យោបល់ដោយមិនគិតសេវាមានទីតាំងនៅភូមិមណ្ឌល3សង្កាត់ស្លក្រាមក្រុងសៀមរាបខាងកើតស្តុបសារមន្ទីរ100ម៉ែត្រទំនាក់ទំនងលេខទូរស័ព្ទ099 61 87 67 097 96 23 232សូមអរគុណ